ឥឡូវយើងមើលក្នុងនេះអាការរៀនជាមួយនឹងកម្ដៅយើងអត់ទាន់បានជាមួយនឹងការសូវទេគេហៅថាជាមួយនឹងការ relay thermometer ការពិតនៅក្នុងជាមួយនឹងប្រភេទ thermometer ឧបករណ៍វាស់ស្ថានភាពគឺការ relay ជាអ្នកធ្វើមុនដំបូងគេមិនមែនជាមួយនឹងលោកSaisu ទេការ relay ហ្នឹងគាត់ធ្វើ thermometer ហ្នឹងគឺសំដៅទៅលើសារធាតុមួយចំនួនដែលវាអាចនឹងណែតឬក៏លេចនៅក្នុងទឹកនៅក្នុងលក្ខខណ្ឌសីតុណ្ហភាពផ្សេងគ្នាចឹងនេះតែជាមួយនឹងទេអាម៉ែតរបស់កាឡេឡេហ្នឹងអាចវាស់ត្រឹមតែ18ទៅ26ទេម៉ាក់ស៊ីម៉ូមកវាប៉ុន្តែក៏គេអាចនឹងថែសារធាតុផ្សេងទៀតដែរណាចឹងនេះគឺវាស់បាននៅក្នុងជាមួយនឹងសម្ពាធឬសំទោសសីតុណ្ហភាពនៅក្នុងបរិស្ថានក្នុងបន្ទប់ក្នុងផ្ទះទីអត់តអត់កាលពីមុនគេវាស់ចឹងតែអាហ្នឹងគេមានដាក់ទឹកពណ៌ផ្សេងគ្នាឥឡូវយើងមើលក្នុងនេះឧទាហរណ៍ថាយើងមានការប្រែប្រួលចេញពី17កន្លះនេះមកចឹងនៅក្នុងសីតុណ្ហភាព17កន្លះហ្នឹងយើងឃើញថាអាទាំងអស់ហ្នឹងដែតទាំងអស់តែពេលដែលវាព្យាយាមឡើងមួយសីតុណ្ហភាពចឹងអាណាដែលត្រូវនឹងសីតុណ្ហភាពប្រហែល18ចឹងវាចុះមកចឹងគេមើលតាមកូដពណ៌គេមិនគំនុកក្រិតទេតែគេមើលកូដពណ៌និងសារធាតុវាទាំងអស់ហ្នឹងចឹង18ចុះមក1 19ចុះមក1ចឹងគេខោនទៅតាមចំនួនហ្នឹងអាហ្នឹងជាប្រភេទនៃកាលីឡេthermometerឬក៏ប្រភេទthermometerដែលធ្វើមុនបងគេដោយលោកកាលីឡេវាជាប្រភេទសារធាតុមួយហើយគេដាក់ជាមួយនឹងទឹកពណ៌ផ្សេងគ្នាសម្គាល់ថាតើពណ៌នេះត្រូវនឹងសីតុណ្ហភាពប៉ុន្មានពណ៌នោះត្រូវនឹងសីតុណ្ហភាពប៉ុន្មានធំអានេះថាអំពង់ក្រៅនេះធំក្នុងហ្នឹងអំពង់ទូចហ្នឹងហើយអំពង់ទូចតែគ្រាន់តែនៅនេះគេសម្គាល់របៀបនៃការបង្កើតជាមួយនឹងthermometerមុនដំបូងគេបែបហ្នឹង